ខ្ញុំឃើញអ្នកខ្លះក៏ឃោសនាដល់ថ្នាក់ខ្សែហ្នឹងពាក់មករកស៊ីមានបានសូម្បីតែមាសក៏ចំណេញមាសអញ្ចឹងណាបើខ្ញុំចេះប្រម៉ូទអញ្ចឹងខ្ញុំនិយាយតាមត្រង់តាំងពីមាសឡើងរហូតដល់555ហ្នឹងណាអត់ទាន់បានខានម្ដងទេនិយាយមែនខ្ញុំអូឃើញវីដេអូអញ្ចឹងចង់ចេញមកចែករំលែកទៀតទេកាត់ទៅរឿងហ្នឹងខ្ញុំចែករំលែកតាំងពីមុនខ្ញុំបង្ហោះរឿងមាសទៀតបើសិនជាបងណាក៏ចង់មើលវីដេអូចាំរបស់ខ្ញុំចូល TikTok account ដែលខ្ញុំបង្ហោះឥឡូវហ្នឹងណាអស់ចុះមកក្រោមតិចនឹងឃើញខ្ញុំនិយាយរឿងខ្សែមង្គលហ្នឹងឯងឬក៏ខ្សែហុងស៊ុយខ្ញុំនិយាយមែនណាអ្នកខ្លះគេនិយាយថាខ្សែមង្គលហេងអត់ខ្ញុំអត់ដឹងហេងអត់ទេប៉ុន្តែសម្រាប់ខ្ញុំនេះបងប្អូនអាចមើលបានអាពីខ្សែលើហ្នឹងខ្ញុំពាក់ជាង1ឆ្នាំហើយបើខ្សែខោមរបស់ក្រោមហ្នឹងនេះខ្សែរបស់ក្រោមហ្នឹងខ្ញុំពាក់ចូល3ឆ្នាំអញ្ចឹងបើសួរខ្ញុំថាល្អអត់ខ្ញុំអត់ហ៊ាននិយាយល្អអត់ផង50គ្រប់យ៉ាងវាត្រូវការយើងប្រឹងប្រែងដែរតស៊ូដែរបានវាមានផ្លែផ្កាសួរថានៅលើលោកហ្នឹងខែតែពីទឹកភ្លៀងមានអីធ្លាក់ពីលើមេឃមកហ្វ្រីអត់មានទេអញ្ចឹងកុំទៅផ្ដោតលើរឿងហុងស៊ុយនឹងខ្លាំងពេកមើលបានជឿបានតែជឿដោយបញ្ញាបើសិនជាបងជាវមកហើយពាក់ទៅរកស៊ីមានបានល្អពាក់បន្តពាក់ទៀតតែបើសិនជាបងទិញមកផ្ទះមានរឿងមិនល្អកើតឡើងចំពោះយើងកុំទុកយូរពីសោខ្លួនឯងចន្លោះពី3ទៅ7ថ្ងៃដោះចេញកុំបន្តពាក់ទៀតអានេះខ្ញុំប្រាប់តាំងពីវីដេអូចាស់តែគាត់ថាយើងមិនមែនអ្នករៀនហុងស៊ុយអញ្ចឹងមិនចង់តែនិយាយអីច្រើនហើយខ្ញុំឃើញអ្នកខ្លះគាត់និយាយថាខ្សែមង្គលនោះអត់ត្រូវធៀបទេធៀបអីក៏ពាក់បានការប៉ុន្តែខ្ញុំគិតថាដូចជាមិនអញ្ចឹងទេយើងចង់ពាក់អញ្ចឹងលុះណាតែយើងដឹងថាយើងត្រូវការធៀបអីបើយើងទិញមកពាក់បានដែរមិនមែនថាខ្សែមួយពាក់ត្រូវគ្រប់ធៀបទេពាក់ត្រូវគ្រប់ធៀបមិនបើធៀបត្រូវការគេមានពណ៌របស់គេហើយធៀបគេមានធៀបភ្លើងធៀបមាសធៀបដីធៀបទឹកហ្នឹងហើយហើយខ្លួនឯងដឹងខ្លួនឯងធៀបអីហោះតែទិញអញ្ចឹងពាក់ហេងតែបើសួយដូចក្នុងវីដេអូហ្នឹងអញ្ចឹងនឹងគាត់មានរឿងអីកាត់ឡើងផងតែបើគាត់ដល់ថ្នាក់យករបស់មង្គលអញ្ចឹងយកមកដំយកមកវាយបែកអញ្ចឹងខ្ញុំឃើញអ្នកខ្លះក៏ឃោសនាដល់ថ្នាក់ខ្សែហ្នឹងពាក់មករកស៊ីមានបានសូម្បីតែមាសក៏ចំណេញមាសអញ្ចឹងណាបើខ្ញុំចេះប្រម៉ូទអញ្ចឹងខ្ញុំនិយាយតាមត្រង់តាំងពីមាសឡើងរហូតដល់555ហ្នឹងណាអត់ទាន់បានខានម្ដងទេនិយាយមែនខាតដែរខាតនេះអាខ្សែនេះព្រោះពេលទិញហ្នឹងទិញឲ្យខ្វល់ហាងឆេងទេទិញមកពាក់មិនទិញយកមកចំណេញអញ្ចឹងហាងឆេងមិនទៅឡើងក្តៅចុះក្តៅខ្ញុំមកខ្វល់ជាចុងក្រោយចង់5ទៅបងតែគាត់មានបំណងចង់ជាវខ្សែមង្គលអញ្ចឹងយកមកពាក់បើសិនជាបងច្បាស់ធៀបខ្លួនឯងទេជ្រុលកុំពាក់ហ្មងទៅកាប់ទៅរឿងអញ្ចឹង50ទេសំខាន់ប្រឹងប្រែងរកស៊ីលក់ដូររបស់យើងទៅធ្វើការរបស់យើងទៅគ្មានអីឈ្នះជាងការប្រឹងប្រែងទេឲ្យដឹងគុណម៉ែឪយើងអាហ្នឹងគឺយើងអត់ចេះសយុទ្ធទេអរគុណ